សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះយើងមានព័ត៌មានបន្ទាន់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយពីប្រទេសមីយ៉ាន់ម៉ាដែលកំពុងធ្វើឲ្យពិភពលោកនិយាយពីវាយ៉ាងខ្លាំងក្រុមអ្នករុករករ៉ែក្នុងតំបន់មូហ្កកបានរកឃើញត្បូងទទឹមដ៏កម្រមួយដែលមានទំហំយក្សនិងអាចក្លាយជាត្បូងទទឹមធំបំផុតទី2ដែលមនុស្សលោកធ្លាប់បានរកឃើញតាមរបាយការណ៍ត្បូងនេះមានទំហំរហូតដល់11,000 ការ៉ាត់ឬប្រហែល 2.2 គីឡូក្រាមវាត្រូវបានរកឃើញនៅជិតទីក្រុងមូហ្កកក្នុងតំបន់ម៉ាន់ដាឡេភាគខាងជើងប្រទេសមីយ៉ាន់ម៉ាដែលត្រូវបានគេស្គាល់ថាជាតំបន់ល្បីបំផុតសម្រាប់រ៉ែត្បូងមានតម្លៃប្រភពក្នុងតំបន់បានឲ្យដឹងថាកម្មកររ៉ែបានជីកចូលទៅក្នុងស្រតាំថ្មជ្រៅជាច្រើនម៉ែត្រមុនពេលពួកគេប្រទះឃើញថ្មដ៏ធំមួយដែលមានពណ៌ក្រហមចែងចាំងនៅពេលដំបូងគ្មាននរណាម្នាក់នឹកស្មានថាវាជាត្បូងទទឹមដ៏មានតម្លៃបែបនេះឡើយប៉ុន្តែបន្ទាប់ពីអ្នកជំនាញមកពិនិត្យពួកគេបានបញ្ជាក់ថាវាជាត្បូងធម្មជាតិដ៏កម្រខ្លាំងនិងអាចមានតម្លៃរាប់សិបលានដុល្លារទីក្រុងមូហ្កកត្រូវបានហៅថាដែនដីត្បូងព្រោះនៅទីនោះសម្បូរទៅដោយត្បូងមានតម្លៃដូចជា Ruby, Sapphire និង Jade ជាពិសេសត្បូងទទឹមពីមូហ្កកមានកិត្តិយសល្បីទូទាំងពិភពលោកដោយសារពណ៌ក្រហមជ្រាលដូចឈាមព្រាបដែលអ្នកប្រមូលត្បូងនិងអ្នកមានជាច្រើនប្រាថ្នាចង់បានអ្នកជំនាញផ្នែកត្បូងបាននិយាយថាការរកឃើញនេះអាចផ្លាស់ប្ដូរប្រវត្តិសាស្ត្រនៃឧស្សាហកម្មត្បូងពិភពលោកព្រោះត្បូងដែលមានទំហំធំបែបនេះគឺកម្រខ្លាំងណាស់ហើយភាគច្រើនត្រូវបានរក្សាទុកក្នុងសារមន្ទីរឬស្ថិតនៅក្នុងដៃអ្នកមានឥទ្ធិពលបំផុតនៅលើបណ្ដាញសង្គមមនុស្សរាប់លានអ្នកកំពុងចែករំលែកព័ត៌មាននេះយ៉ាងកក្រើកអ្នកខ្លះហៅវាថាអភូតហេតុក្រោមដីខណៈអ្នកផ្សេងផ្ទីជឿថាវាជាត្បូងដែលអាចបំបែកកំណត់ត្រាពិភពលោកនៅថ្ងៃអនាគតតើត្បូងនេះនឹងត្រូវលក់ក្នុងតម្លៃប៉ុន្មានតើវានឹងក្លាយជាកម្មសិទ្ធិរបស់មហាសេដ្ឋីណាម្នាក់ឬត្រូវដាក់តាំងក្នុងសារមន្ទីរពិភពលោកពីនេះនឹងតម្លៃពិតប្រាកដរបស់វាខណៈពិភពលោកកំពុងរងចាំលទ្ធផលផ្លូវការប្រសិនបើអ្នកចូលចិត្តព័ត៌មានប្លែកៗនិងរឿងអស្ចារ្យពីជុំវិញពិភពលោកសូមកុំភ្លេចចុច Subscribe និងបើកកណ្ដឹងដើម្បីទទួលបានព័ត៌មានថ្មីៗមុនគេអរគុណសម្រាប់ការទស្សនា